ចូលចិត្តការវិទ្យាសាស្ត្រសង្គមធ្វើអត់បើសិនតើអស់គ្នាចង់រៀនតផ្នែកការវិទ្យាសាស្ត្រសង្គមនៅសាកលវិទ្យាល័យ12មហាវិទ្យាល័យឬក៏ជំនាញដែលអ្នកទាំងអស់គ្នាអាចគិតពិចារណាហើយគួរតែ keep នៅក្នុង list របស់អ្នកទាំងអស់គ្នាមុននឹងអ្នកទាំងអស់គ្នាជ្រើសរើសសាកលវិទ្យាល័យផ្នែកខាងវិទ្យាសាស្ត្រសង្គមទី12គឺអប់រំពេលតើខាង education នៅពេលតើចេញធ្វើការតើគ្នាធ្វើការនៅក្នុងក្រសួងដូចជាក្រសួងអប់រំជាដើមឬក៏ខាងមន្ទីរអប់រំឬក៏ការិយាល័យអប់រំយល់រួមផ្នែកខាងអប់រំខាងគ្រូបង្រៀនហើយនឹងអ្នកស្រាវជ្រាវជាដើមផ្នែកទី11ខ្ញុំគិតថានៅខ្មែរសម្បូរអ្នករៀនមែនតើគឺភាសាអង់គ្លេសនឹងឯងនៅពេលដែលរៀនចប់តើអ្នកអាចធ្វើជាអ្នកបកប្រែគ្រូបរិញ្ញានិងអ្នកចងក្រងឯកសារផ្សេងៗជាដើមទី10ទេសចរនិងបដិសណ្ឋារកិច្ចយូរទៅតើរៀនអំពីការគ្រប់គ្រងស្ថានភាពនិងទេសចរពាក់ព័ន្ធផ្នែកខាងហ្នឹងហើយនៅពេលតើរៀនចប់អាចធ្វើការនៅខាងក្រសួងទេសចរធ្វើជា guide ក្នុងការដឹកនាំភ្ញៀវទេសចរឬក៏ធ្វើការផ្នែកការអាកាសចរនិងធ្វើការនៅក្នុងសន្តាគារជាដើមខ្ញុំគិតថាផ្នែកនេះក៏ល្អដូចគ្នាព្រោះខ្ញុំយល់ថាប្រទេសខ្មែររបស់យើងគឺជាប្រទេសមួយដែលមានវិស័យទេសចរគួរចាប់អារម្មណ៍មែនទែនហើយពួកយើងមានសម្បត្តិគ្រប់យ៉ាងដែលយើងទាមទារឲ្យមានការច្នៃប្រឌិតក្នុងការផ្សព្វផ្សាយបន្ថែមទៀតអញ្ចឹងបើសិនខ្ញុំនៅតែមើលឃើញថាវិស័យទេសចរនៅប្រទេសយើងគឺដូចជាក្របពេជ្រមួយដែលយើងកំពុងតែកែច្នៃហើយយើងអត់ទាន់បានកែច្នៃអស់ពីលទ្ធភាពរបស់យើងឯងខ្ញុំគិតថាវិស័យនេះនៅតែមានសក្តានុពលសម្រាប់ការជ្រើសរើសក្នុងការរៀនសូត្រទី9ប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនង Media និង Communication ជាទូទៅតើអ្នកគ្នារៀនអំពីសារព័ត៌មាន PR និង Digital Media ជាដើមហើយការងារតើអ្នកគ្នាអាចធ្វើនឹងហើយដូចជាខាងអ្នកសារព័ត៌មាន PR Officer និង Content Creator ជាដើមបើសម្រាប់ខ្ញុំជឿខាង Media មែនតើអញ្ចឹងបើខ្ញុំធ្វើវីដេអូទៅលើអ៊ីនធឺណិតទី8គឺសង្គមវិទ្យាអ្នកគ្នារៀនអំពីសង្គមវប្បធម៌និងបញ្ហាសង្គមជាដើមដែលនៅពេលតើរៀនចប់ហើយតើអ្នកអាចធ្វើការពាក់ព័ន្ធជាមួយនឹងការងារជាអ្នកស្រាវជ្រាវឬក៏ការងារនៅ NGO ឬក៏អង្គការនានាពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍសង្គមទី8គឺចិត្តវិទ្យា Psychology ជាធម្មតាតើរៀនអំពីការគិតអារម្មណ៍ហើយនិងបញ្ហាផ្លូវចិត្តរបស់មនុស្សព្រមទាំងអាកប្បកិរិយារបស់មនុស្សផងដែរហើយនៅពេលតើរៀនចប់ហើយគឺតើអ្នកអាចធ្វើការងារពាក់ព័ន្ធជាមួយនឹងអ្នកប្រឹក្សាយោបល់ផ្នែកបញ្ហាផ្លូវចិត្តអាចធ្វើជាអ្នកសរសេរអត្ថបទឬក៏សរសេរសៀវភៅលើកទឹកចិត្តនិងអាចធ្វើជាគ្រូពេទ្យផ្លូវចិត្តជាដើមខ្ញុំគិតថាជំនាញមួយហ្នឹងក៏ល្អដូចគ្នាបើសិនបើតើគ្នាមានចំណង់ចំណូលចិត្តផ្នែកខាងហ្នឹងណាដោយសារតែខ្ញុំគិតថាមនុស្សជាច្រើននៅពេលបច្ចុប្បន្នណាគឺមានបញ្ហាផ្លូវចិត្តហើយនៅពេលដែលយើងរៀនខាងហ្នឹងខ្ញុំគិតថាមិនត្រឹមតែយើងអាចជួយគេបានទេគឺយើងអាចជួយខ្លួនឯងបានដូចគ្នាទី6នយោបាយនិងរដ្ឋបាលសាធារណៈដែលជាធម្មតាគឺតើរៀនពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងរដ្ឋនិងគោលនយោបាយជាដើមជាធម្មតាតើអាចធ្វើការជាមន្ត្រីរាជការឬក៏អ្នកវិភាគនយោបាយជាដើមចូលមកដល់ top 5 របស់យើងគឺលេខ5គឺជួបជាមួយនឹងទំនាក់ទំនងអន្តរជាតិឬក៏ international relations អញ្ចឹងជាធម្មតាខ្ញុំគិតថានៅខ្មែរយើងសម្បូរអ្នករៀនអាចថាប្រហែលជាសម្បូរអ្នកចាប់អារម្មណ៍រៀនដោយសារតែខ្ញុំស្គាល់មិត្តភ័ក្តិហើយមួយចំនួនធំគឺពួកគាត់ពិតជាចង់រៀនជំនាញហ្នឹងមែនតើដែលការរៀនជំនាញនេះគឺពាក់ព័ន្ធជាមួយនឹងការទំនាក់ទំនងការផ្ទូតហើយនិងទំនាក់ទំនងរវាងប្រទេសនិងប្រទេសលេខ4គឺគណនេយ្យនិងហិរញ្ញវត្ថុ accountant ខ្ញុំគិតថានៅខ្មែរយើងសម្បូរអ្នករៀនជំនាញហ្នឹងមែនតើហើយខ្ញុំគិតថារៀនចប់គឺយើងអាចធ្វើពាក់ព័ន្ធជាមួយនឹងការងារក្នុងធនាគារហើយនឹងការងារពាក់ព័ន្ធជាមួយនឹង account ឬក៏នៅតាមអាជីវកម្មផ្សេងៗដែលយើងអាចធ្វើជាគណនេយ្យករនៅក្នុងតាមក្រុមហ៊ុនជាដើមប៉ុន្តែខ្ញុំចង់តែរើសប្រុងប្រយ័ត្នដូចគ្នាដោយសារតែខ្ញុំគិតថានៅខ្មែរមានរៀនច្រើនណាជំនាញមួយហ្នឹងបើសិនតើអ្នកគ្នាមានគោលដៅច្បាស់លាស់គួរតែរើសជំនាញហ្នឹងប៉ុន្តែបើថាយើងបន្ថយបន្ថែមខ្ញុំគិតថាគួរតែគិតពិចារណាបានហ្មត់ចត់មុននឹងរើសជំនាញ accountant ឬក៏ finance ប៉ុន្តែមិនមានន័យថាខ្ញុំទៅបញ្ឈប់តើអ្នកឲ្យធ្វើបើសិនតើអ្នកមានក្តីសម័យខ្ញុំគិតថាយើងពុះពៀទៅយើងមានសមត្ថភាពខ្ញុំគិតថាយើងអាចធ្វើពីបានហើយជួយដល់ top 3 របស់យើងគឺសេដ្ឋកិច្ចឬក៏ economic ដែលតើរៀនអំពីទីផ្សារហើយនិងសេដ្ឋកិច្ចនឹងឯងនៅពេលដែលយើងរៀនចប់គឺយើងអាចធ្វើទៅជាអ្នកវិភាគសេដ្ឋកិច្ចធ្វើការនៅក្រសួងឬក៏ធនាគារនិងអ្នកវិភាគទីផ្សារជាដើមទី2គឺគ្រប់គ្រងពាណិជ្ជកម្មឬក៏ business administration ខ្ញុំចង់បញ្ជាក់ថានៅប្រទេសកូរ៉េខាងត្បូងគឺមាននិស្សិតបរទេសជាច្រើនមករៀននៅប្រទេសកូរ៉េគឺពួកគាត់ជ្រើសរើស administration business administration business គឺសម្បូរអ្នករៀនផ្នែកខាងមហាវិទ្យាល័យមួយនឹងមែនតើ baby មកពីទំនាក់ទំនងរវាងប្រទេសកូរ៉េនិងប្រទេសមួយចំនួនលក្ខណៈថាទំនាក់ទំនងរវាងទីផ្សាររវាងប្រទេសកូរ៉េនិងប្រទេស
ជុំវិញពិភពលោកហ្នឹងគឺមានលក្ខណៈទូលំទូលាយអញ្ចឹងហើយបានជានិស្សិតបរទេសភាគច្រើនមករៀននៅកូរ៉េបើគាត់ជ្រើសរើសខាង social science ណាគឺសម្បូរខាង business administration មែនតើសូម្បីតែមិត្តភ័ក្តិដែលខ្ញុំស្គាល់នៅនេះត្រឹមតែ5 6នាក់ឯងគឺមានអ្នករើសជំនាញហ្នឹងរហូតដល់2 3នាក់បាត់ហើយដែលជំនាញមួយនេះគឺរៀនពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងក្រុមហ៊ុនទីផ្សារហិរញ្ញវត្ថុនិងអាជីវកម្មជាដើមហើយនៅពេលដែលយើងរៀនចប់យើងអាចធ្វើការងារពាក់ព័ន្ធជាមួយនឹង manager marketing និង HR ជាដើមចូលដល់ជំនាញទី1ដែលខ្ញុំស្រាវជ្រាវទៅមើលឃើញថាជំនាញមួយហ្នឹងគឺជំនាញដែលជា top 1សម្រាប់ social science គឺនីតិសាស្ត្រឬក៏ច្បាប់ជំនាញមួយនេះគឺរៀនពាក់ព័ន្ធជាមួយនឹងច្បាប់សិទ្ធិនិងយុត្តិធម៌នៅពេលដែលយើងរៀនចប់ការងារដែលយើងអាចធ្វើបានមានដូចជាមេធាវីចៅក្រមព្រះរាជអាជ្ញាឬអ្នកប្រឹក្សាផ្នែកច្បាប់ជាដើមអូខេអ្នកទាំងអស់គ្នានេះគឺជាជំនាញទាំង12ដែលពាក់ព័ន្ធជាមួយនឹង social science នេះគ្រាន់តែជាផ្នែកមួយដែលខ្ញុំស្រាវជ្រាវឃើញហើយខ្ញុំគិតថាវាមានច្រើនទៀតដែលទាំងអស់គ្នាអាចជ្រើសរើសនិងគិតពិចារណានៅពេលដែលទាំងអស់គ្នាសម្រេចចិត្តជ្រើសរើសជំនាញនៅក្នុងសាកលវិទ្យាល័យបានហើយខ្ញុំពិតជាចង់ស្ដាប់និងយល់អំពីយោបល់របស់អ្នកទាំងអស់គ្នាអំពីវីដេអូមួយនេះមែនតើហើយក៏ចង់ដឹងគេថាតើទាំងអស់គ្នាដែលរៀនខាងសង្គមឬក៏ស្រឡាញ់ខាងសង្គមហ្នឹងតើនៅពេលដែលចង់បន្តការសិក្សាចង់រៀនខាងជំនាញគេដែរ comment ប្រាប់ខាងក្រោមផងហើយសម្រាប់បងប្អូនឬក៏បងដែលគាត់ចូលចិត្តឬក៏គាត់បានកំពុងតែរៀនជំនាញពាក់ព័ន្ធជាមួយនឹង social science នៅក្នុងសាកលវិទ្យាល័យឬក៏រៀនចប់ហើយក៏ដោយគឺអាចជួយ comment ចែករំលែកបទពិសោធន៍របស់អ្នកទាំងអស់គ្នានៅខាងក្រោមផងជាផ្នែកមួយដែលខ្ញុំអាចរៀនសូត្រក៏ជាផ្នែកមួយដែលបងប្អូនជំនាន់ក្រោយពួកគាត់អាចមើលឃើញហើយនឹងសិក្សាអំពីបទពិសោធន៍របស់បងជំនាន់មុនដូចគ្នាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងជាមួយវីដេអូមួយនេះស្គមអ្នកទាំងអស់គ្នាទទួលបានចំណេះដឹងហើយជួយដល់គ្នាក្នុងការសម្រេចចិត្តនៅពេលដែលបន្តការសិក្សានៅសាកលវិទ្យាល័យមានសំណួរពាក់ព័ន្ធជាមួយនឹងការបន្តការសិក្សាអាច comment ខាងក្រោមបានខ្ញុំនិយាយក្នុងការធ្វើវីដេអូស្រាវជ្រាវចែករំលែកกันដល់គ្នាហើយកុំភ្លេចចែករំលែកវីដេអូនេះទៅកាន់មិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាដែលចង់បន្តការសិក្សានៅក្នុងថ្នាក់សាកលវិទ្យាល័យផ្នែកសង្គមផងដែរអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណបាយបាយ